អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រផ្សារភ្ជាប់ជាមួយការពារប្រភពជលផលនិងប្រតិបត្តិតាមសេចក្តីកំណត់អន្តរជាតិកំពុងក្លាយជាតម្រូវការបន្ទាន់របស់ភូមិភាគមាត់សមុទ្រជាច្រើននៅទីក្រុងកន្ធើរួមជាមួយនឹងការជំរុញមាំការទាញយកការចិញ្ចឹមនិងការច្នៃជលផលតាមទិសទំនើបការងារបង្ការប្រឆាំងនឹងការទាញយកជលផលខុសច្បាប់មិនរាយការណ៍និងប្រតិបត្តិតាមសេចក្តីកំណត់ឬហៅថា EOO កំពុងបានអនុវត្តយ៉ាងតឹងតែងនិងព្រមគ្នាបទយកាតទៅនេះជាការកត់សម្គាល់នៅឃុំត្រឹងដេនិងបង្ហាញឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់ទីក្រុងកន្ធើក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រជារភាពមានទំនួលខុសត្រូវនិងសមាហរណកម្មអន្តរជាតិក្នុងយុទ្ធសាស្ត្រអភិវឌ្ឍទូទៅរបស់ទីក្រុងកន្ធើតំបន់សេដ្ឋកិច្ចសមុទ្រនិងកំពង់ផែសមុទ្រទាំងដេត្រូវបានកំណត់ថាជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់បង្កការសាយភាយទូទាំងតំបន់ច្រើនឆ្នាំផ្សារភ្ជាប់ជាមួយការទាញយកជលផលនិងចតកប៉ាល់នៅកំពង់ផែទឹកដេដោយសារតែបានទទួលការផ្សព្វផ្សាយអំពីការប្រឆាំងនិងទាញយកជលផលខុសច្បាប់នៅតំបន់សមុទ្រប្រទេសក្រៅលោកវាងព្រមទាំងម្ចាស់ទូកផ្សេងៗទៀតបានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការប្រឆាំង EOO nhà nước đã tuyên truyền នៅពេលដែលរដ្ឋបានធ្វើការផ្សព្វផ្សាយប្រឆាំងនឹងការទាញយកជលផលខុសច្បាប់ EOO ដើម្បីដោះកាត់លឿងរបស់គណៈកម្មាធិការអឺរ៉ុបនិយាយរួមគឺប្រជាជននៅទីនេះមានការយល់ព្រមនិងគ្រប់គ្រងយ៉ាងខ្លាំងអ្នកណាក៏សុទ្ធតែគ្រប់គ្រងនិងខិតខំប្រឹងប្រែងដែរដើម្បីដោះឲ្យបានកាត់លឿងនិងដើម្បីឲ្យជលផលរបស់យើងអាចនាំចេញទៅប្រទេសក្រៅបានដោយសេរីដល់ថ្ងៃទី30វិច្ឆិកាទីក្រុងកន្ធើបានបង្ហើយការធ្វើបច្ចុប្បន្នភាពអំពីកប៉ាល់នេសាទចំនួន784លើ784គ្រឿងចូលទៅក្នុងមូលដ្ឋានទិន្នន័យជាតិ VN Pisbat ហើយការងារផ្ដាល់បានច្បាប់ទាញយកជលផលក៏សម្រេចបាន 100% ផងដែរការងារផ្សព្វផ្សាយដែលមានការប្រមូលផ្ដុំសំខាន់រួមជាមួយការផ្សព្វផ្សាយនៅតាមអង្គភាពអាជីវកម្មនិហរណជលផលនិងនេសាទករក៏បានទីបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកន្ធើបន្តជំរុញមាំផ្សព្វផ្សាយអនុវត្តតាមគោលការណ៍ចូលគ្រប់ច្រកល្ហកគោះទ្វារផ្ទះនីមួយៗពិនិត្យរមមធ្យោបាយនិងប្រធាននាវិកជាពិសេសបដាក្រុមដែលមានហានិភ័យខ្ពស់ក្នុងការបំពេញការទាញយក EOO ដើម្បីឃោសនាណែនាំនិងអប់រំច្បាប់ឲ្យអ្នកនេសាទករយល់ច្បាស់អំពីសេចក្តីកំណត់ពាក់ព័ន្ធនឹងការទាញយក EOO ព្រមទាំងណែនាំឲ្យដំណាក់ត្រួតពិនិត្យការពារព្រំដែនបង្កើនការយាមល្បាតនិងការត្រួតពិនិត្យតាំងតែងកប៉ាល់នេសាទចេញចូលតំបន់កំពង់ផែដែលខាតមិនអនុញ្ញាតឲ្យកប៉ាល់នេសាទដែលមិនគ្រប់លក្ខណៈចេញទៅសមុទ្រនេសាទជលផលក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក្នុងរយៈពេលកន្លងឃុំត្រឹងដេក៏បានប្រមូលផ្ដុំសំខាន់លើការរៀបចំផលិតកម្មឡើងវិញតាមទិដៅចុងសម្ព័ន្ធដោយបង្កើតបណ្ដាសហគមន៍កសិកម្មដើម្បីលើកកម្ពស់តម្លៃក្របអង្ករដែកឆ្លងតាមការអនុវត្តភាពជឿនលឿននៃបច្ចេកទេសថ្មីៗការប្រើប្រាស់យន្តពាណិជ្ជកម្មព្រមគ្នានិងតបជាប់ទីផ្សារចំណាយផលិតផលប្រសិទ្ធភាពផលិតស្រូវមួយថ្ងៃកាន់តែបានលើកកម្ពស់ជួយឲ្យប្រជាជនមានទំនុកចិត្តច្បាំងវាស្រែបន្ទាប់ពីចូលរួមក្នុងសហគមន៍ឃើញថាជីវភាពរបស់បងប្អូនប្រជាជនក្រាន់បើអាស្រ័យការយកចិត្តទុកដាក់ពីគោលនយោបាយរបស់រដ្ឋដែលបានជំនួយក្របពូជជីក៏ដូចជាបច្ចេកទេសផ្សេងៗបច្ចុប្បន្នឃុំទាំងដែរមានប្រជាជនជាជនជាតិខ្មែររស់នៅសមអត្រាប្រហែល 49.6% ដោយមានឧត្តមភាពពីកំពង់ផែសមុទ្រក្រុមកប៉ាល់ទាញយកជលផលនិងប្រព័ន្ធសេវាភស្តុភារមុខរបរនេសាទរួមជាមួយគម្រោងអភិវឌ្ឍស្រូវគុណភាពខ្ពស់បញ្ចេញឧស្ម័នទាបចំនួន 1 លានហិកតា និងផ្សារភ្ជាប់ជាមួយកំណើនបៃតងនៅតំបន់វារីទន្លេគូឡុំដល់ឆ្នាំ 2030 របស់ទីក្រុងកន្ធើភូមិភាគកំពុងអនុវត្តជាបន្តនៃការប្រើប្រាស់មេប្រសិទ្ធភាពសក្តានុភាពសមុទ្រនិងកសិកម្មបច្ចេកវិទ្យាខ្ពស់រួមចំណែកបង្កើតការងារធ្វើបង្កើនចំណូលឲ្យប្រជាជនជាពិសេសបងប្អូនជនជាតិភាគតិចនៅភូមិភាគ Tương lai sắp tới đây thì khi cao tốc Châu Đốc នៅពេលខាងមុខពេលដែលផ្លូវលឿនលឿនចុកដុកកន្ធើស្ទប់តាំងកសាងរក្រលនេះនឹងក្លាយជាច្រកចូលសំខាន់តបជាប់នឹងគម្រោងកំពង់ផែទឹកជ្រៅដែលបាននាយករដ្ឋមន្ត្រីអនុម័តពីបដាមូលដ្ឋានទឹកនេះគឺជាឱកាសសំខាន់សម្រាប់ទាំងដែរឈានឡើងនឹងអភិវឌ្ឍវានឹងជួយដោះស្រាយបញ្ហាការងារធ្វើឲ្យបងប្អូនជនជាតិភាគតិចនៅតំបន់ទឹកដែរនិយាយដល់ឡែកក៏ដូចជាក្នុងតំបន់ទាំងមូលនិយាយរួមផ្នែកសេដ្ឋកិច្ចសមុទ្រប្រពៃណីរួមជាមួយនឹងការអភិវឌ្ឍវិស័យថ្មីៗដូចជាកសិកម្មបច្ចេកវិទ្យាខ្ពស់
ធម្មពលកកើតឡើងវិញនិងវិស័យឧស្សាហកម្មថ្មីៗនឹងបង្កើតជាកម្លាំងជំរុញខ្លាំងក្លាក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុងកឹងធើ